បាទជំរាបសួរទៅដល់លោកគ្រូអ្នកគ្រូក៏ដូចជាសាស្ត្រសិស្សទាំងអស់គ្នាទាំងជាថ្មីម្ដងទៀតយើងមកជួបគ្នាតើតើទៅនឹង Silent It ឬក៏ Bobin ហ្នឹងជាថ្ងៃនេះខ្ញុំមកនិយាយ3រឿងដែលត្រូវយកមកនិយាយគឺតើតើទៅនឹងអីគេរូបមន្ត resistance នៃខ្សែចម្លងប្រវែងខ្សែចម្លងដែលយកមកធ្វើជា Silent It និងប្រវែង Silent It ប្រវែង Silent It តើតើទៅនឹងដែន magnetic ណាតើតើទៅនឹងប្រវែង Silent It ប្រវែងខ្សែចម្លងគឺវាតើតើទៅនឹង resistance របស់ខ្សែចម្លងឬក៏ resistance របស់ Silent It ដោយសារតែ Silent It របស់យើងគឺរុំមកពីអីគេរុំមកពីខ្សែចម្លងអញ្ចឹងយើងមកមើលទៅលើអីគេទៅលើរូបមន្តដែលខ្ញុំនឹងយកមកបង្ហាញអូខេអញ្ចឹងយើងមកតាំងមើលអញ្ញត្តិរបស់វាសិននិងមកស្គាល់ធាតុរបស់វាសិនអញ្ចឹងធាតុរបស់វាមានអីគេនេះកម្រាស់ isolon កម្រាស់ពណ៌បៃតងហ្នឹងហើយក្រហមនេះជាអីគេជាកម្រាស់របស់ខ្សែភ្លើងយើងតាមអក្សរ D តូចហ្នឹងហើយប្រវែងនេះគឺជាប្រវែង D ធំប្រវែងរបស់ Silent It របស់យើងអូខេហើយប្រវែងនេះគឺប្រវែង L គឺប្រវែងរបស់ Silent It ហើយបើសិនជាយើងមើលទៅលើរូបនេះគឺប្រវែងនេះគឺមានប្រវែង LS សំទោសមិន L0 ទេគឺប្រវែង L ដែរអញ្ចឹងបានន័យថាម៉េចកាលណាយើងតាំងរូបអញ្ចឹងយើងយល់ថាមិនទៅប្រវែងរបស់ Silent It ករណីរុំមួយជាន់នេះយើងមើលករណីរុំមួយជាន់នេះសំទោសនេះករណីរុំមួយជាន់ករណីរុំមួយជាន់យើងឃើញថាម៉េចយើងឃើញថាវាប៉ុន្តែបាក់មើលប្រហែលទេប្រវែង Silent It គឺប៉ុណ្ណឹងបើករណីរុំច្រើនជាន់បែបនេះករណីយើងនេះគឺ3ជាន់ហើយអញ្ចឹងចំនួនជាន់គេតាមដល់អក្សរ X ចំនួនស្រទាប់អញ្ចឹងបានន័យថាម៉េចបានន័យថារុំជាច្រើនស្រទាប់ក៏ដោយព្រោះយើងអត់មានយកទៅពលាតដែរយើងឃើញឧបករណ៍របស់យើងឃើញ Bobin របស់យើងរៀបប៉ុណ្ណឹងគឺយើងយកប្រវែង L គឺប៉ុណ្ណឹងឯងគឺអត់មានត្រូវការពលាតវាឲ្យចេញជា master ទេអូខេអញ្ចឹងប៉ុណ្ណឹងចុះអញ្ចឹងតើតើទៅនឹងប្រវែងរបស់ Silent It ហ្នឹងគឺអត់មានពីប្រវែងទេយើងមើលដល់ផ្នែកឃើញតែម្ដងមើលយ៉ាងម៉េចអញ្ចឹងយើងមកមើលប្រវែងរបស់ Silent It ទីយើងមកមើលអាទូចមួយនេះខ្ញុំបរិចមកមើលអញ្ចឹងយើងមកមើលនេះអញ្ចឹងខ្សែភ្លើងមួយនេះសំទោសយើងមកមើលប្រវែងចឹងបីរកប្រវែងយើងមិនពោះបែបហ្នឹងដើម្បីបានប្រវែងរបស់វាចឹងយើងមកមើលខ្សែភ្លើងមួយនេះប្របែបមានប្រវែងហ្នឹងហ្នឹងជាប្រវែង Silent It ទូចមួយដោយសារតែវាដូចគ្នាទេទៅមុខទៀតក៏ដូចគ្នាដែរអូខេអញ្ចឹងយើងមកមើលអារូបមួយនឹងប្រសិនមកអញ្ចឹងខ្ញុំមកមើលខាងនេះដោយសារតែខាងនេះយើងកាត់ចេញអញ្ចឹងវាស្រួលមើលអញ្ចឹងខ្សែភ្លើងមួយនោះវាមានអីគេវាមានកម្រាស់ isolon សងខាងចាំបានថាវាមាន2បូកជាមួយនឹងអង្កត់ផ្ចិតរបស់ខ្សែភ្លើងនឹងអង្កត់ផ្ចិតពណ៌ក្រហមហ្នឹងអញ្ចឹងអាហ្នឹងគឺជាគេគឺជាប្រវែងនេះអង្កត់នេះដែលគិតទាំងស្ទប់ isolon អូខេអញ្ចឹងបានន័យថាម៉េចបានន័យថាប្រវែង Silent It ហ្នឹងប្រវែង L ហ្នឹងប្រវែង L ហ្នឹងមិនទៅនេះប្រវែង L ហ្នឹងគឺយើងsorry បានន័យថាប្រវែង L របស់យើងនេះគឺយើងបូកពីហ្នឹងមកអញ្ចឹងខ្សែភ្លើងមួយវាដូចគ្នាទេអញ្ចឹងយើងយកអា D បូក 2E ហ្នឹងកូនឲ្យ N មកដោយសារតែគេរុំជា N ជុំណា N ជុំអញ្ចឹងយើងមកមើលកន្លែងនេះសិនរូបទី1នេះសិនអញ្ចឹងកាលណាដែលគេរុំបែបហ្នឹងគេប្រាប់ថាអីគេវាមាន N ជុំជើយើងទៅសេមកវាមាន N ជុំអញ្ចឹងឡើយហ្នឹងយើងដាក់ N យកមកណាករណី N ជុំហើយមានតែមួយស្រទាប់ទេអត់មានគិតច្រើនស្រទាប់ទេអាហ្នឹងវាងាយស្រួលទេ x ស្មើនឹង1អូខេប៉ុន្តែដល់ពេលរូបទី2របស់យើងឃើញថាវាមានច្រើនស្រទាប់អញ្ចឹងកាលណាដែលមានច្រើនស្រទាប់អញ្ចឹងចំនួនស្រទាប់ហ្នឹងចំពោះប្រវែងហ្នឹងគឺយើងត្រូវការយកតែ L0 ទេ
ត្រូវការយកតែចំនួនស្ពាក្នុងមួយស្រទាប់ទេអត់គិតទាំងអស់ស្រទាប់ទេឡើយហ្នឹងអញ្ចឹងបើកាលណាតែគេក្នុងលំហាត់គេអត់ប្រាប់ n0 ទេវាច្រើនគេប្រាប់ចំនួនស្ពាសរុបហើយនឹងចំនួនស្រទាប់អញ្ចឹងយើងអាចទាញតំណងបានហើយព្រោះអីព្រោះថាដើម្បីរកចំនួនស្ពាមួយស្រទាប់បើកាលណាយើងស្គាល់ស្ពាសរុបបានន័យថាស្ពាទាំងអស់មួយស្រទាប់នឹងហើយយើងបូកចូលស្រទាប់ទី2បូកចូលស្រទាប់ទី3មកអញ្ចឹងបានន័យថាម៉េចអញ្ចឹងមួយស្រទាប់វាមានអញ្ញត្តិ n0 ហើយចំនួនស្រទាប់វាមានអញ្ញត្តិ x ចឹងដើម្បីរក n សរុបនេះវាមានអីគេវាមានតំណនឹងមួយទៀតអាហ្នឹងមើលនៅផ្នែកឃើញអីពីបបាទេបន្តជាស្ដែងនៃរូបរបស់យើងនេះវាមានអីគេមួយស្រទាប់វាមាន2 4 5 6 8 8អញ្ចឹង n ក្នុងមួយស្រទាប់របស់យើងស្មើនឹង8ហើយ x របស់យើងស្មើនឹង3អញ្ចឹង n សរុបរបស់យើងស្មើនឹង24អូខេហើយមានបបាទេ n សរុបហ្នឹងគឺស្មើ n សរុបគុណ x ចឹងនេះយើងគឺបានរូបមន្តមួយហើយដែលយើងអាចយកទៅប្រើប្រាស់បានតែរូបមន្តនេះយើងប្រើប្រាស់នៅក្នុងអីគេគឺយើងប្រើប្រាស់នៅក្នុងការរកដែនមីតិចអូខេមួយបន្តមកទៀតតកតងទៅនឹងប្រវែងខ្សែចម្លងប្រវែងខ្សែចម្លងអញ្ចឹងប្រវែងខ្សែចម្លងរបស់យើងដោយសារតែតកតងទៅនឹងរូបមន្តនេះតកតងទៅនឹង resistance ខ្សែចម្លងអញ្ចឹងចឹងកាលណាគេរុំយើងឃើញយ៉ាងម៉េចទៅនេះគេរុំជាសលេនអីហ្នឹងមុខវាហ្នឹងយើងមើលយើងឃើញថារាងវាជារង្វង់ចឹងចឹងយើងនឹកឃើញទៅលើរូបមន្តបរិមាត្ររបស់រង្វង់របស់យើងគឺស្មើនឹង 2πr ហ្នឹងហើយចឹងនេះជាបរិមាត្ររង្វង់បើសិនជាយើងយកមកពលាឲ្យត្រង់ចេញជាបានជាខ្សែចម្លងមួយចឹងទៅអញ្ចឹងបានន័យថាម៉េចបានន័យថាប្រវែងខ្សែចម្លងហ្នឹងគឺស្មើនឹងបរិមាត្រនៃរង្វង់ណាអញ្ចឹងអានេះគឺស្មើនឹងប៉ុណ្ណេះបានន័យថាម៉េចហ្នឹងអូខេអញ្ចឹងបានន័យថាមួយរង្វង់ឲ្យសំដៅមួយបរិមាត្រនៃរង្វង់ស្មើនឹងប្រវែងខ្សែចម្លងមួយជុំចុះបើសិនគេរុំ n0 ជុំដូចក្នុងនៃរូបទី1នេះที่យើងឃើញហ្នឹងនៅក្នុងរូបទី1នេះគេរុំជា n ជុំណា n0 ឬក៏ n ចឹងទៅចឹងឡើយហ្នឹងបើសិនជាគេរុំ n ជុំយើងគុណជាមួយនឹង n មកឬក៏ខ្ញុំដាក់ថា n0 ដោយសារអី n0 ហ្នឹងគឺតាមឲ្យស្ពាមួយស្រទាប់អញ្ចឹងករណីរូបទី1របស់យើងវាមានតែមួយស្រទាប់ទេអញ្ចឹងខ្ញុំដាក់ថា l0 របស់វា 2π n0 អញ្ចឹងបានន័យថាម៉េចហ្នឹងបានន័យថាវាយកអាមួយជុំនេះដែលបត់ទៅហ្នឹងយកមកបូកចូលគ្នាតគ្នាមករហូតដល់ n ទៅអាហ្នឹងគឺចំនួនអីគេជាប្រវែងបរិមាត្របើរង្វង់បូកតគ្នាបានជាប្រវែងនៃខ្សែចម្លងអញ្ចឹងឡើយហ្នឹង n0 ហ្នឹងមិនមែនបានន័យថារូបមន្តទូទៅរបស់វាស្មើនឹង n0 អញ្ចឹងតែមកទេខ្ញុំគាត់ឧទាហរណ៍ចំពោះរូបទី1អញ្ចឹងបើសិនជាវាមានអីគេវាមានរុំច្រើនស្រទាប់អញ្ចឹងយ៉ាងម៉េចទៅយើងប្រើរូបមន្តនេះអញ្ចឹងខ្ញុំដាក់រង្វង់អានេះជារូបមន្តទូទៅចឹងទីទៀតខ្ញុំនិយាយឲ្យចាំច្បាស់ជានេះទៅទៀតក៏ដាក់ថានេះជារូបមន្តទូទៅខ្ញុំគូរវងណាសារជារូបមន្តទូទៅអញ្ចឹងឡើងនេះខ្ញុំបញ្ជាក់ឡើងវិញអាឡើងដំបូងនេះគឺចំពោះតែអីគេ x ស្មើនឹង x ស្មើ1ទៅប៉ុណ្ណោះមិនមែនជាករណីទូទៅទេដល់ពេលអាក្រុមជាករណីទូទៅអូខេចឹងទីទៀតខ្ញុំបញ្យល់ថាហេតុអីបានអាក្រមជាករណីទូទៅអូខេនេះតំណងមួយទៀតដូចតែតំណងលើដែរតែគាត់ខ្ញុំសេរៀងក្បាច់តិចអូខេចឹងតកតងទៅនឹង resistance ហ្នឹងវាមានអីគេទៀតវាមានផ្ទៃមកកាត់អញ្ចឹងផ្ទៃមកកាត់របស់យើងអាចរកបានប្រើរូបមន្តផ្ទៃមកកាត់នៃរង្វង់ដោយសារតែ selenium របស់យើងរុំមកជារង្វង់បើយើងមើលមុខវាអញ្ចឹងវាជារង្វង់អញ្ចឹង 2πr ការ៉េឲ្យសំទុក πr ការ៉េអញ្ចឹងផ្ទៃកាឡារបស់សំទុកផ្ទៃមកកាត់របស់ខ្សែភ្លើងរបស់យើងហ្នឹងក៏ស្មើប៉ុណ្ណឹងដែរហើយវាមានតំណនេះមួយទៀតអូខេចឹងរឿងយូរហើយមើលទៅប៉ុណ្ណឹងសង្ឃឹមថាគ្នាយើងយល់តែខ្ញុំនឹងធ្វើមកភាគទៀតដើម្បីញែកនេះអារូបមន្តទូទៅនេះហើយនឹងប្រវែងនិយាយរំទៅគឺបង្ហាញពីខុសគ្នាមិនប្រវែង selenium និងប្រវែងខ្សែភ្លើងអូខេ
ចឹងប៉ុណ្ណឹងសិនចុះ